nhìn nhóm đi nơiក្រុងពេរាណសីបងនៅទីកន្លែងនេះនៅវត្តស្រីលង្កាដែលគេរៀបចំស្អាតណាញាតិញោមមាននៅខាងក្នុងព្រះវិហារនោះមានតម្កល់ព្រះបរមធាតុបងហើយនេះគេធ្វើរូបតំណាងព្រះអង្គសម្ដែងធម្មចក្រប្រោសនៅបញ្ចវគិតបោះបងហើយនៅខាងនោះញាតិញោមមើលកំពុងដើរទៅហ្នឹងកន្លែងតម្កល់ប្រធាតុបងហើយគ្រប់ក្រុមដែលអញ្ជើញមកហើយក៏បានការអនុញ្ញាតពីព្រះសង្ឃស្រីលង្កាដែលលោកនៅគ្រប់គ្រងទីកន្លែងហ្នឹងហើយយើងបានចូលទៅគោរពបូជាជាពិសេសគឺបានទូលនៅព្រះបរមធាតុបងហើយនេះក្រុមធម្មយាត្រាកម្មាខ្មែរយើងបានមកដល់ក្រុងពារាណសីហើយយើងក៏បានមកថ្វាយអង្គមនៅវត្តស្រីលង្កានេះបងហើយអ្វីដែលវាមានបន្ថែមទៀតនៅកន្លែងដើមពោធិព្រឹក្សហ្នឹងមានចារឹកបងជាអក្សរខេមរៈខ្មែរយើងបងណាអក្សរខ្មែរយើងមានបាលីមានសម្រាយបងទសេចារឹកប្រសូតមួយមានឈ្មោះថាធម្មចក្រកបវត្តនសូត្របងហើយតែងតែបានមកកន្លែងហ្នឹងហើយបានសូត្រនៅធម្មចក្រហ្នឹងមកចប់នៅលើផ្ទាំងថ្មហើយនេះសកម្មភាពបន្ទាប់ពីយើងបានថ្វាយអង្គមអីហើយចប់សពគ្រប់បងនៅខាងក្នុងក៏ដូចជាបានស្វាត់ជេរនៅធម្មចក្រកបវត្តនសូត្រហើយដោយសារពេលព្រឹកនេះយើងត្រូវថ្វាយអង្គមពីរកន្លែងញាតិញោមបងយើងចេញពីវត្តស្រីលង្កាយើងទៅកន្លែងមួយទៀតបងណាយើងទៅកន្លែងមួយទៀតនៅកន្លែងព្រះអង្គសម្ដែងធម្មចក្របងខ្ញុំទស្សនាមើលហើយយើងចេញពីនឹងទៅយើងដើរទេដោយសារតែវត្តលង្កាហើយនឹងកន្លែងព្រះអង្គសម្ដែងធម្មចក្រហ្នឹងគឺនៅជាប់គ្នាបងនៅជាប់លបងគ្នាណាបងយើងញាតិញោមទស្សនាមើលទាំងអស់គ្នាចឹងជាចុងក្រោយសូមប្រគេនបុណ្យនិងជូនបុណ្យដល់កណ្ណាពុនចាស់ញាតិញោមទាំងអស់គ្នាបានសេចក្តីសុខជាបច្ច័យរួចផុតចាកទុក្ខបងគ្រប់ព្រះអង្គគ្រប់គ្នាបងណា